ពួកចោវាកំពុងតែរកលេសកិច្ចពីការចូលរួមពិភាក្សាការងារព្រំដែនផ្សេងដែលថ្នាក់ដឹកនាំរបស់យើងលោកកំពុងតែដោះស្រាយកំពុងតែទាញភាគីរបស់ចោដើម្បីឲ្យចូលមកដោះស្រាយជាមួយគ្នាបាទជំរាបសួរបងប្អូនដោយសារតែប្រហែលថ្ងៃនេះឃើញថាចោវាចាប់ផ្ដើមរករឿងចាប់ផ្ដើមចោតប្រកាន់មកលើកម្ពុជាយើងច្រើនមូលហេតុមានតាំងពីការធ្វើលេនដ្ឋានក៏វាចោតប្រកាន់តាំងពីរឿងផ្ទុះអាវុធផ្សេងវាចោតប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ចេះតែចោតប្រកាន់ផ្ដេសផ្ដាសទៅហើយមានបងប្អូនយើងខ្លះក៏ថាវារករឿងតែចឹងតែបើថាឲ្យផ្ទុះសង្គ្រាមមិនដឹងថាវាបាញ់យកអីទៀតបើគេកាន់កាប់បានទៅហើយក្នុងវីដេអូនេះខ្ញុំមានការគិតពិចារណាខ្លះហើយជួយវិភាគទាំងអស់គ្នាថាមូលហេតុអីបានជាអាចោសៀមប្រហែលថ្ងៃហ្នឹងវាតាមរករឿងម៉េចចោតប្រកាន់គ្រប់កន្លែងអត់ព្រមនៅស្ងៀមសោះរករឿងចោតប្រកាន់មកលើកងទ័ពកម្ពុជាយើងថាបាញ់ទៅគេថាគ្រប់តម្រង់ទាំងអស់ប្រហែលថ្ងៃហ្នឹងគឺវាច្រើនដែលវាចោតប្រកាន់មកលើកម្ពុជាយើងបើតាំងខ្ញុំគិតមើលមូលហេតុដែលវាចោតប្រកាន់មកលើកម្ពុជាយើងប្រហែលថ្ងៃហ្នឹងខ្ញុំគិតថាប្រហែលជាពួកចោវាកំពុងតែរកលេសកិច្ចពីការចូលរួមពិភាក្សាការងារព្រំដែនផ្សេងដែលថ្នាក់ដឹកនាំរបស់យើងលោកកំពុងតែដោះស្រាយកំពុងតែទាញភាគីរបស់ចោដើម្បីឲ្យចូលមកដោះស្រាយជាមួយគ្នាដើម្បីធ្វើការផ្សេងតាមលក្ខខណ្ឌដែលព្រមព្រៀងគ្នាមុនបទឈប់បាញ់ក៏ដូចជាកិច្ចសន្យាសន្តិភាពផ្សេងដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួរលក្ខខណ្ឌផ្សេងអស់នោះហើយជាមូលហេតុដែលធ្វើឲ្យមេចោពិបាកនឹងដោះស្រាយជាមួយកូនចោជាមួយប្រជាពលរដ្ឋទៅប្រហែលថ្ងៃហ្នឹងវារកលេសរករឿងចោតប្រកាន់មកលើកម្ពុជាយើងដើម្បីពន្យាពេលយកលេសពន្យាពេលនេះជាការគិតរបស់ខ្ញុំណាហេតុផលសមបងប្អូនជួយគិតគ្នាបងប្អូនខ្លះថាមិនដឹងថាវាបាញ់ទៅអីវាកាន់កាប់បានហើយនេះជាហេតុផលមួយតែរឿងដែលសំខាន់គឺកិច្ចព្រមព្រៀងដែលធ្វើឡើងសម្រាប់បទឈប់បាញ់មើលឃើញជាក់ស្ដែងនឹងភ្នែកដូចរឿងត្រូវប្រជុំ JBC ក៏វាកិច្ចវេះមួយខែពេញមកហើយនេះជាអ្វីដែលខ្ញុំមើលឃើញចំណែកបងប្អូនយល់យ៉ាងណាដែរជួយពិចារណាអ្នកគ្នាអរគុណបងប្អូនជំរាបលា